សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកតាមដាននៅសាច់រឿងដ៏ជក់ចិត្តមួយដែលមានចំណងជើងថានិស្ស័យស្នេហ៍ស្រីបោកមហាស្ថិតើសាច់រឿងនេះរឿងរ៉ាវបានចាប់ផ្ដើមឡើងយ៉ាងក្តៅគប់នៅពេលដែលស្ត្រីចំណាស់ម្នាក់បានមកលោឡានៅមុខក្រុមហ៊ុនរបស់អ្នកស្រីនីយិកាឈិនគាត់បានចោទប្រកាន់ក្រុមហ៊ុនថាជាក្រុមហ៊ុនអមនុស្សធម៌ដែលបង្ខំឲ្យកូនស្រីរបស់គាត់ឈ្មោះណាណាធ្វើការលើសកម្លាំងរហូតដល់មិនបានទៅលេងផ្ទះអស់រយៈពេលកន្លះឆ្នាំអ្នកស្រីនីយិកាមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះតាមកំណត់ត្រាបុគ្គលិកឈ្មោះណាណាបានឈប់ពីការងារកាលពីកន្លះឆ្នាំមុនបាត់ទៅហើយតានតឹងផុសតាងដែលមិនគួរឲ្យជឿទោះបីជាខាងក្រុមហ៊ុនបដិសេធប៉ុន្តែអ្នកស្រីមីងម្ដាយណាណាបានបង្ហាញវីដេអូខលដែលគាត់ទើបតែនិយាយជាមួយកូនស្រីនៅព្រឹកមិញនេះក្នុងវីដេអូនោះណាណានៅតែស្លៀកឯកសណ្ឋានក្រុមហ៊ុននិងអង្គុយធ្វើការក្នុងមន្ទីរការងាររអែដែលធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ថាតើណាណានៅឯណាឲ្យប្រកាសបើក្រុមហ៊ុនថាគេឈប់បាត់ទៅហើយនោះលាតត្រដាងអាចកំបាំងនៅពីក្រោយអីការពិតត្រូវបានលាតត្រដាងនៅពេលដែលបុរសម្នាក់ឈ្មោះចៅឡានដែលជាសង្សាររបស់ណាណាបានចេញមុខមកគេបានសារភាពទាំងទឹកភ្នែកថាគូណាណាបានស្លាប់បាត់ទៅហើយកាលពីកន្លះឆ្នាំមុនក្រោយពេលកូនស្រីស្លាប់អ្នកស្រីមីងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររហូតដល់បាត់បង់ការចងចាំដោយគាត់ភ្លេចថាណាណាស្លាប់ហើយតែងតែខលរកកូនស្រីជារៀងរាល់ថ្ងៃដើម្បីកុំឲ្យអ្នកស្រីមីងឈឺចាប់ខ្លាំងចៅឡានក៏បានប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បដូរមុខface swap ដើម្បីបន្លំធ្វើជាណាណានិយាយលេងនិងសួរសុខទុក្ខកម្ដាយជារៀងរាល់ថ្ងៃជំនួសសង្សារដែលចែកឋានទៅការលាគ្នាជាលើកចុងក្រោយតាមពិតទៅអ្នកស្រីមីងបានដឹងការពិតកាលពីប្រមាណថ្ងៃមុននេះឯងប៉ុន្តែគាត់នៅតែធ្វើជាមិនដឹងព្រោះគាត់ចង់ឲ្យចៅឡានមានឱកាសបាននិយាយការពិតនិងឈប់លំបាកដោយសាររូបគាត់ទៀតនៅក្នុងជំនួបចុងក្រោយតាមរយៈរូបភាពនោះអ្នកស្រីមីងបាននិយាយលាទៅកាន់កូនស្រីជាលើកចុងក្រោយទាំងក្តីនឹករួចផ្ដាំផ្ញើឲ្យចៅឡានបន្តជីវិតថ្មីនិងបំភ្លេចរឿងអតីតកាលចោលអ្នកស្រីនីយិកាឈិនក៏បានសន្យានឹងមើលថែអ្នកស្រីមីងប្រៀបដូចជាកូនស្រីបង្កើតម្នាក់ទៀតដែរផ្ដើមផែនការបំផ្លាញការចូលស្ដីដណ្ដឹងរឿងរ៉ាវបានបន្តដោយភាពច្របូកច្របល់បំផុតនៅពេលដែលមីឡៃបានទទួលភារកិច្ចពីមិត្តភ័ក្តិឲ្យទៅក៏សម្ដែងជាស្រីខូចម្នាក់ដំបិញឡើយផ្ទុយទៅវិញគាត់បែរជាចាប់អារម្មណ៍នឹងភាពស្មោះត្រង់និងភាពក្លាហានរបស់នាងទៅវិញរឿងអាដម៉ាក់សេហ្វធានគិតក្នុងចិត្តទាំងឈឺចាប់ថានាងប្រហែលជាមានគ្រួសារថ្មីបាត់ទៅហើយតែអ្វីដែលធ្វើឲ្យគេឆ្ងល់បំផុតនោះគឺក្មេងស្រីនោះបែរជាហៅគេថាប៉ាចំតែម្ដងអាចកំបាំងអាយុ5ឆ្នាំនិងការយល់ច្រឡំដ៏ធំហ្វានយុនបានប្រាប់សេហ្វធានថាក្មេងស្រីនោះអាយុទើបតែ3ឆ្នាំទេប៉ុន្តែក្មេងស្រីនោះបែរជាឆ្លើយកែវិញថាខ្លួនអាយុ5ឆ្នាំទៅវិញលេខ5ឆ្នាំនេះបានធ្វើឲ្យសេហ្វធានគាំងបេះដូងព្រោះវាត្រូវនឹងរយៈពេលដែលគេបែកពីហ្វានយុនល្មមគេលួចគិតម្នាក់ឯងថាតើក្មេងម្នាក់នេះជាកូនបង្កើតរបស់ខ្ញុំមែនទេទោះបីជាហ្វានយុនព្យាយាមលាក់បាំងតែសេហ្វធានបែរជាយល់ថាហ្វានយុនប្រហែលជាឆ្លងកាត់ការលំបាកម្នាក់ឯងច្រើនណាស់ទើបគេសុខចិត្តទទួលកំហុសគ្រប់យ៉ាងនិងសន្យាមើលថែនាងវិញការលាតត្រដាងការពិតដែលស្មានមិនដល់ដើម្បីបង្ហាញពីការកែប្រែខ្លួនសេហ្វធានបានទៅជួយមើលថែនិងនាំក្មេងស្រីនោះទៅដើរលេងក្នុងថ្ងៃក្តៅខ្លាំងរហូតដល់ហ្វានយុនសួរគេចំថាតើបងនៅតែស្រឡាញ់អូនមែនទេសេហ្វធានបានសារភាពទាំងទឹកភ្នែកថាគេមិនដែលភ្លេចនាងឡើយហើយគេសុខចិត្តទទួលយកនាងទោះបីជានាងមានកូនមកជាមួយដែលគេស្មានថាជាកូនគេក៏ដោយតែចុងក្រោយសុភមង្គលក៏បានផ្ទុះឡើងនៅពេលដែលបុរសម្នាក់ដើរចូលមកហៅហ្វានយុនថាកប្អូនស្រីការពិតក្មេងស្រីម្នាក់នោះគឺជាក្មួយស្រីក៏របស់នាងតែប៉ុណ្ណោះទោះបីជាដឹងថាខ្លួនយល់ច្រឡំរឿងកូនតែសេហ្វធានកាន់តែសប្បាយចិត្តព្រោះហ្វានយុននៅតែនៅលីវនិងរងចាំគេដូចគ្នាតើស្នេហារបស់ពួកគេនឹងទៅជាយ៉ាងណាទៀតកុំភ្លេចរងចាំតាមដានភាគបន្តទៀតណា